បងប្អូនអរគ្នា MV លើកមុនបងប្អូនមានបងប្អូនខមមិនថាចាក់ម្ដងមិនបានមិនងាប់ហើយចាក់បាច់បាត់ស្ទុះល្អហ្នឹងបាទនេះបាទអញ្ចឹងថ្ងៃនេះបាទស្រាវជ្រាវជួបបងប្អូនពីបច្ចេកទេសក្នុងការធ្វើរបស់ខ្ញុំចែកម្លែកបងប្អូនមើលលេងកំសាន្តគ្មានអីលាក់លៀមអីទេរបស់លេងសប្បាយទេបងណាបច្ចេកទេសទួចទេបាទអញ្ចឹងតែធ្វើម៉េចបាននេះបងប្អូនមិនទេនេះចាក់លេខផ្លឹកទីម៉ូតូក៏បន្ទួលដែរអញ្ចឹងខ្ញុំសូមជម្រាបបងប្អូនពីវិធីរបស់ខ្ញុំទី1យើងមានដាវ2បាទនេះបាទដាវមែនទេដាវមែនទេនេះបាទដាវមែនទេបងប្អូនមុខបាទគឺដាវមែនទេគឺខ្ញុំធ្វើ2មួយនឹងឲ្យគេធ្វើមក1 5 10 ម៉ឺនពីរនឹងអស់30 ម៉ឺនបាទនេះអញ្ចឹងយើងធ្វើ2ឲ្យបង្វែងគ្នាបន្ទាប់មកអាមួយនេះយើងឲ្យគេកាត់កោងបងប្អូនគ្នាបាទខ្ញុំសូមរត់បងប្អូនមើលតែម្ដងហើយខ្ញុំបិទកន្លែងស្ដន់ខ្ញុំខ្លាច Facebook ចាប់ខ្ញុំមើលណាខ្ញុំមើលនេះបាទបងប្អូនគ្នាបាទគឺយើងនេះបាទខ្ញុំបងប្អូនមើលបងបាទបងប្អូនបាទខ្ញុំណាគឺយើងទម្លុះអាវឯងបាទចាក់ទម្លុះអាវមកយើងធ្វើកោងចេះបាទណាបងណាអត់មានអីលាក់លៀមបងប្អូនទេបាទចែកម្លែកបងប្អូនទស្សនាកំសាន្តលេងទៅបាទយើងធ្វើដាវ2អញ្ចឹងដាវមួយយើងធ្វើកោងចេះមកបាទធ្វើកោងចេះមកហើយបោះប្រវាយវាមិនទៅប្រវាយគ្នាបាទបន្តមកនេះបងប្អូនខ្ញុំមានបាក់ទេបាទអាយ៉ាជ្រុកមួយបាទហើយ Facebook ចាប់ហើយបងប្អូនឆ្លងថាម៉េចចូលចាក់មិនឲ្យមានឈាមបងប្អូនតែកណ្ដាលមានឈាម Facebook ចាប់ខូច page អញ្ចឹងបើរឿងខ្ញុំកំ pl ដដែលខ្ញុំបាច់តែដាក់ឈាមខ្ញុំខូច page អីបាទបើរឿងវាហួសណាណីហ្នឹងបាទនេះខ្ញុំបងនេះខ្ញុំបងណាគឺយើងគៀបទាំងមកពេលយើងជិះម៉ូតូយើងបតាំងពោះយើងមកវាគៀបជាប់នេះយើងជិះយើងប្រាំងពោះមកវាគៀបខ្លាំងហ្មងតែពេលយើងអត់ជិះទៅយើងធ្វើធម្មតាវាមិនល្អទេបងនេះបងនេះបាទអត់មានអីទេបងនេះគាត់ចែកម្លែកជួយបងប្អូនប៉ុណ្ណឹងអំពីបាទបច្ចេកទេសក្នុងការថត MV បត់ត្រឡប់មកវិញឲ្យបងលោកបានទេហើយខ្ញុំនឹងមានវគ្គ2បន្តទៀតដែលបត់ចម្រៀងហ្នឹងគឺមានចំណងជើងថាបែកគ្នាបងឈឺចាប់អូនធ្វើធម្មតាបានន័យថាបែកគ្នាមនុស្សស្រឡាញ់គ្នាប្រុសហើយនឹងស្រីដល់ពេលបែកគ្នាទៅមានអារម្មណ៍ថាគេអត់ឈឺចាប់តែយើងនឹកគេយើងបារម្ភពីគេយើងតែសួរនេះនោះពីគេតែគេសុខសប្បាយអត់គេនៅណាគេធ្វើអីប៉ុន្តែគេវិញគេធម្មតាគេដូចសប្បាយគេដូចដើរលេងរហូតផុស Facebook សប្បាយមានរបស់ល្អប្រើលក្ខណៈឌឺដងយើងអីអញ្ចឹងណាអញ្ចឹងវគ្គ2នេះខ្ញុំចេញបាត់ហ្នឹងអរគុណបងប្អូនបាទសម្រាប់ការតាមដានទស្សនាវីដេអូនេះបាទហើយខ្ញុំនឹងធ្វើការងារជាមួយនឹងក្រុមហ៊ុន DOSB បាទបន្តទៀតដោយសារឥឡូវនេះ DOSB គឺកាន់តែពង្រីកសាខាច្រើនទៅហើយ DOSB គឺជាក្រុមហ៊ុនកូនខ្មែរបង្កើតដោយកូនខ្មែរមានទីតាំងឃ្លាំងនៅឯចិនធំបាទអញ្ចឹងបងប្អូនអាចកម្មបានពី DOSB បានបងប្អូនធ្លាប់រកដងទិញតាម page ផ្សេងបងណាឧទាហរណ៍ដាវមួយនេះតម្លៃ$10បងប្អូនទិញកម្មតាម page គេយកចំណេញពាក់កណ្ដាលទៅគុណនឹង3អាចលក់25ឬ30បាទប៉ុន្តែបើបងប្អូនកំងតាម DOSB បានតម្លៃដើមអាចពេលខ្លះធូរថ្លៃជាងតម្លៃដើមផងបាទយ៉ាងមែនតើណាហើយទំនុកចិត្តដឹកលះទាត់ចិត្តបងប្អូនគ្នាដោយសារអីដឹកខ្លួនឯងបាទឡានពីចិនចូលដល់ព្រំដែនចិនវៀតណាមគឺឡានទៅពីខ្មែរណាជិះចូលច្រកវៀតណាមកាត់ទឹកដីវៀតណាមទៅដឹកផ្ទាល់នៅព្រំដែនចិនតែម្ដងហើយបងប្អូនឃើញ DOSB គឺឃ្លាំងច្រើនមែនតើបាទអញ្ចឹងបងប្អូនខ្ញុំកំពុងតែធ្វើយុទ្ធនាការឲ្យបងប្អូនចេះកំងឲ្យបានពីចិនដោយខ្លួនឯងចេះ download app DOSB កំងបានខ្លួនឯងគាត់តែថតរូបដាវចេញដាវហ្មងចង់ដាវមកដូចមានដែរបាទហើយតមកបងប្អូនកំងទៅតម្លៃប្រហែលកំងប៉ុណ្ណឹងមកគឺបានមកដល់ដៃយើងងាយឥឡូវការកំងឲ្យបានតាម app នេះមានតែក្មេងៗស្ទីលសៀលដែលគេរស់នៅទំនើបទេចាស់ពូអ៊ំតាមសុកសាអត់ទាន់ចេះកំងទេខ្ញុំនឹងបង្រៀនឲ្យលោកតានិយាយពូអ៊ំចេះកំងឲ្យបានពីចិនដូចក្មេងៗនៅឯភ្នំពេញដែរបាទ